អតិពលរបស់អ្នកដែលគាត់មាន page ហើយ page របស់គាត់ធំមាន follower ច្រើនណាខ្ញុំជឿថាអតិពលរបស់គាត់នឹងគឺថាខ្លាំងមែនតើអាសម្លេងរបស់គាត់នឹងអតិពលរបស់គាត់នឹងចាស់ទៅកាន់ព្រាយមិត្តគាត់ខ្លាំងមែនតើហ្មងណាមករយៈនេះទាំងគេទាំងខ្ញុំគឺសិតតែ stress រឿងបញ្ហាសេដ្ឋកិច្ចបញ្ហាសង្គ្រាមរ៉ាំរ៉ៃបញ្ហាជាពាក់អំណុលធនាគារអីខ្លះសិតតែ stress ដូចតែគ្នាមនុស្សប្រើអារម្មណ៍ច្រើនជាងប្រើខួរក្បាលអញ្ចឹងមនុស្សចាំបញ្ចេញចូលចិត្តបញ្ចេញអារម្មណ៍អញ្ចឹងបើឃើញរឿងអីមួយផ្ទុះនៅក្នុងអាបណ្ដាញសង្គមហ្នឹងដឹងថាទៅឲ្យបញ្ចេញមតិ comment រិះគន់អីវល់មែនតើក្នុងបណ្ដាញសង្គមហើយចំពោះអ្នកដែលគាត់មាន follower ច្រើនគាត់ចាស់អតិពលបើសម្រាប់ខ្ញុំណាពីជ្រុងខ្ញុំទៅខ្ញុំគិតថាសម្រាប់ខ្ញុំ page របស់ខ្ញុំបើសិនជាខ្ញុំទាញឲ្យប្រិយមិត្តរបស់ខ្ញុំសប្បាយគាត់នឹងមកសប្បាយមួយខ្ញុំតែបើខ្ញុំទាញឲ្យគាត់មក set មក stress ដូចខ្ញុំគាត់នឹងមក set មក stress មួយខ្ញុំអញ្ចឹងដូចក្នុង page របស់ខ្ញុំភាគច្រើនមានតែរឿងកំ pl ែង content បែបល្អទេប៉ុន្តែនៅក្នុងអាបណ្ដាញសង្គមហ្នឹងមករយៈហ្នឹងវាមានរឿង trending ល្បីខ្លាំងមែនតើហើយខ្ញុំមិនមែនជាអ្នកដែលតាមដានអីដល់គ្នាទី1ខ្ញុំវាអត់មានពេលរវល់ច្រើនណោះប៉ុន្តែសម្រាប់ខ្ញុំនៅកូរ៉េហ្នឹងដូចថាដឹងរឿងហ្នឹងវារឿយមករហូតដែរហើយដោយសារតែវាផ្ទុះវាល្បីមករហូតដែរតែតាមហឹកហ្នឹងវា viral ខ្លាំងដល់គ្នាហើយខ្ញុំអរម៉ូនវាចិត្តមកអញ្ចឹងអារម្មណ៍របស់មនុស្សស្រីវាឡើងចុះអត់ទៀងហើយអូទៅវាជួបតែរឿងហ្នឹងផងវាធុញវា stress វាមួមកពេលខ្លះខ្ញុំឆ្លោះមួយខ្លួនឯងម្ដងដល់ពេលឃើញរឿងនៅក្នុងបណ្ដាញសង្គមទៀតវាខ្នាញ់ចៃដន្យអីខ្ញុំទៅ comment បញ្ចេញមតិនៅក្នុងវីដេអូរបស់បងស្រីម្នាក់ដែលគាត់និយាយរឿងកំពុងតែ trending ហ្នឹងរបៀបថាបញ្ចេញអាមតិសមចិត្តព្រោះគាត់និយាយមកវាឆ្ងាញ់វាត្រូវពេកណារបៀបថាយើងចង់និយាយតែយើងអត់អាចនិយាយបានណាគាត់អ្នកនិយាយអញ្ចឹងយើងទៅ comment សមចិត្តមួយគាត់ប៉ុន្តែខ្ញុំជឿជាក់ថាអាការ comment ហ្នឹងគឺខុសមែនតើសម្រាប់ខ្ញុំណាដោយសារខ្ញុំមាន page របស់ខ្ញុំ follower 41k ហើយដល់ពេលដែលខ្ញុំទៅ comment ខ្ញុំមិនគិតថាអតិពលហ្នឹងឬក៏ការ comment ការនិយាយរបស់ខ្ញុំហ្នឹងវាដឹងទៅដល់ fan ខ្ញុំដែរអត់តែខ្ញុំអត់ដឹងដល់ពេលខ្ញុំ comment ហើយពីយប់អញ្ចឹងព្រឹកឡើងខ្ញុំទៅមើលសិតតែអ្នក react ចូល react អាពាក្យសម្ដីដែលខ្ញុំ comment នៅក្នុងវីដេអូបងស្រីហ្នឹងណាអ្នកនរគ្នាអញ្ចឹងខ្ញុំជឿជាក់ថាទោះបីជាក្នុង page របស់ខ្ញុំអត់មានបង្ហាញអំពីអាវីដេអូអវិជ្ជមានចាស់អតិពលគាត់ទៅដល់ព្រាយមិត្តខ្ញុំប៉ុន្តែពាក្យសម្ដី comment ខ្លះទៅកាន់វីដេអូគេឬក៏ទៅកាន់សាច់រឿងរបស់គេរបៀបថាវែកញែកសាច់រឿងរបស់គេផ្សេងហ្នឹងវាកាវព្រាយមិត្តខ្ញុំឲ្យទៅឃើញដែរឲ្យទៅមើលឃើញដែរគ្រាន់តែជា comment ហើយណាមកខ្ញុំអត់ដឹងផងអ្នកនរខ្ញុំអត់ដឹងថាពេលដែលយើងមាន page យើងមាន follower ច្រើនហ្នឹងពេលដែលយើងទៅ comment វីដេអូអ្នកណាfan របស់យើងឃើញដែរខ្ញុំវាអត់ដឹងព្រោះអីខ្ញុំអត់ដែល comment សោះតាំងពីចេះធ្វើវីដេអូខ្ញុំកម្រថាទៅ comment សាច់រឿងអីមួយឬក៏វែកញែករឿងអ្នកណាអត់ខ្ញុំអត់ដែលសោះដល់ពេលខ្ញុំមានជាការភ្ញាក់ផ្អើលមែនតើដល់ពេលដែលខ្ញុំទៅ comment ទៅព្រាយមិត្តរបស់ខ្ញុំគាត់ចូលទៅ react សាច់ឡើងមកកភ្លុះអញ្ចឹងខ្ញុំគិតថារឿងហ្នឹងខុសមែនតើខ្ញុំជាមនុស្សដែលមានអ្នកមើលរបៀបថាចង់ធ្វើវីដេអូបញ្ចេញអីមួយអញ្ចឹងយើងត្រូវតែធ្វើដោយមានទំនួលខុសត្រូវពាក្យសម្ដីរបស់យើងមុននឹងយើងនិយាយមុននឹងយើងបង្ហោះទៅកាន់ព្រាយមិត្តយើងត្រូវមានទំនួលខុសត្រូវខ្លួនឯងព្រោះយើងមិនមែនធ្វើមើលខ្លួនឯងយើងធ្វើឲ្យព្រាយមិត្តយើងមើលដែរជាក់ស្ដែងដូចជាការ comment សំចិត្តនឹងអញ្ចឹងអ្នកនរគ្នាវាមិនមែនជាពាក្យអសរោះអីប៉ុន្តែខ្ញុំជឿជាក់ថាខ្ញុំជឿថាខ្ញុំមិនគួរមានអាទង្វើអស់ហ្នឹងទៀតទេព្រោះអីវាអត់សមទីមួយវារឿងរបស់គេយើងក៏មិនបានជាដឹងសាច់រឿងច្បាស់លាស់ពីជីវិតរបស់គេដែរគេបង្ហាញនៅក្នុងបណ្ដាញសង្គមគឺជាជ្រុងមួយដែលគេចង់បង្ហាញប៉ុន្តែរឿងពីក្រោយហ្នឹងក៏យើងមិនដឹងថាវាមានរឿងអីកើតឡើងខ្លះអញ្ចឹងយើងមិនអាចថាមើលបន្តិចទៅយើងកាត់ន័យយល់បានថាវាបែបម៉េចអញ្ចឹងណាអញ្ចឹងខ្ញុំមិនគួរសោះខ្ញុំនិយាយមែនខ្ញុំស្បត់ខ្ញុំមិនគួរសោះចាហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងចង់និយាយប៉ុណ្្នឹងចំពោះអ្នកដែលគាត់មាន follower ច្រើនគាត់មាន page មានអីហ្នឹងធ្វើវីដេអូឬមួយក៏ការនិយាយរបស់យើងហ្នឹងគួរតែមានទំនួលខុសត្រូវព្រោះយើងត្រូវដឹងថាមិនមែនយើងមើលតែខ្លួនឯងទេយើងធ្វើឲ្យគេមើលដែរអ្នកតាមដានរបស់យើងគាត់មើលដែរអញ្ចឹងចង់មិនចង់វាតែងតែមានអតិពលវិជ្ជមាននិងអវិជ្ជមានមកតែយើងព្យាយាមទៅណាព្យាយាមធ្វើ content ណាដែលល្អ
บกรวมต่างยังพอต้องยังมีตำนูเข้าเท่าหมวยการใหญ่บ่ยังจังนะจ้ามีนแต่ปันนังเต้จ้าเอาคนดอกนี่จะมีเรียบจุกนี่วิดเอาคอย